ពីមុនខ្ញុំធ្លាប់ប្រើគ្រឿងផ្លាស់ខាងក្រៅដូចជាប្រេងដូចជាហ្វឺតអញ្ចឹងណាប្រេងបូមអីហ្នឹងសិតរបស់ខ្លីៗតែប្រើក្នុងរយៈពេលខ្លីមកដូចថាវាឆាប់ខូចរីងប្រេងឆាប់ក្តៅម៉ាស៊ីនអញ្ចឹងទៅណាគេថាហ្វឺតនេះដាក់ដូចឆាប់លិចជ្រាបដល់អញ្ចឹងទៅឥឡូវខ្ញុំបែរបដូរមកប្រើគ្រឿងផ្លាស់សុទ្ធរបស់ជន់ឌៀវិញបាទវាប្រើទៅវាបានយូរបាទជម្រាបសួរបាទខ្ញុំឈ្មោះសុកសិនសប្តាហ៍ថ្ងៃនេះរស់នៅភូមិក្រាំងឃុំវិញរិទ្ធស្រុកពេរាំងខេត្តព្រៃវែងរាល់ថ្ងៃខ្ញុំជាកសិករសប្តាហ៍ថ្ងៃខ្ញុំប្រើត្រាក់ទ័រជន់ឌៀ5065E បាទមួយគ្រឿងទៅនេពីស្រែធ្វើរបស់ខ្លួនឯងហើយទៅស៊ីឈ្នួលធ្វើឲ្យគេទាំងស្រែប្រាំងស្រែផ្សារអញ្ចឹងត្រាក់ទ័រជន់ឌៀនេះបើនិយាយទៅវាខ្លាំងហើយវាលះហើយវាស៊ីប្រេងតិចអញ្ចឹងគេទៅសើថាយើងធ្វើនឹងវាបានល្អបានអីអញ្ចឹងណាពីមុនខ្ញុំធ្លាប់ប្រើគ្រឿងផ្លាស់ខាងក្រៅដូចជាប្រេងដូចជាហ្វឺតអញ្ចឹងណាដោយសារវាធូរថ្លៃគ្នាច្រើនអញ្ចឹងហើយទៅសម្រាប់ចិត្តចង់សាកមើលគ្រឿងផ្លាស់ក្រៅហ្នឹងណាតែប្រើមកវាអត់ល្អទេវាឆាប់រីងប្រេងឆាប់ក្តៅម៉ាស៊ីនអញ្ចឹងទៅណាគេថាហ្វឺតនេះដាក់ដូចឆាប់លិចជ្រាបដល់អញ្ចឹងទៅក៏ខ្ញុំក៏ខលតាក់ទងទៅជាងក៏ចុះមកណែនាំខ្ញុំឲ្យខ្ញុំប្រើប្រាស់គ្រឿងផ្លាស់សុទ្ធជន់ឌៀវិញទៅខ្ញុំក៏ប្រើប្រាស់គ្រឿងផ្លាស់សុទ្ធជន់ឌៀវិញទៅក៏បានថាវាល្អជាងរបស់កូពីនឹងច្រើនជាងអញ្ចឹងណាគឺប្រើទៅវាបានយូរមួយដល់មួយបាទជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនជាកសិករទាំងអស់ដែលប្រើត្រាក់ទ័រជន់ឌៀមកថាស៊េរីណា model ណាក៏ដោយបាទសូមឲ្យងាកមកប្រើប្រាស់គ្រឿងផ្លាស់សុទ្ធរបស់ជន់ឌៀវិញវាប្រើប្រាស់បានយូរចំណេញពេលវេលានិងចំណេញថវិកាពុកម៉ែបងប្អូនបាទសូមអរគុណ